រាប់ពាន់ឆ្នាំមកហើយបឹងទន្លេសាបបានចិញ្ចឹមជីវិតប្រជាជនខ្មែរតែយើងបានដឹងគុណប្រភពជីវិតនេះដែរឬទេដោយសារបឹងទន្លេសាបមានគុណូបការៈដ៏ធំធេងវិសេសវិសាលដល់មនុស្សជាតិដែលមិនអាចកាត់ថ្លៃបានទើបរដ្ឋបាលស្រុកសូត្រនិគមនិងអង្គការដៃគូប្រារព្ធធ្វើពិធីដឹងគុណបឹងទន្លេសាបដែលធ្វើឡើងនាថ្ងៃទី26ដល់ថ្ងៃទី27ខែមិថុនាឆ្នាំ2026នៅឃុំកំពង់ឃ្លាំងស្រុកសូត្រនិគមខេត្តសៀមរាបជារៀងរាល់ព្រឹកមនុស្សជាច្រើនចាប់ផ្ដើមជីវិតរបស់ពួកគេពីផ្ទៃបឹងទន្លេសាបនេះបឹងទន្លេសាបមិនត្រឹមផ្ដល់ទឹកទេប៉ុន្តែផ្ដល់ការងារនិងក្តីសង្ឃឹមត្រីពីបឹងទន្លេសាបបានចិញ្ចឹមគ្រួសាររាប់លាននិងក្លាយជាផ្នែកមួយនៃវប្បធម៌ម្ហូបអាហារខ្មែរបឹងទន្លេសាបជាជម្រកនៃជីវៈចម្រុះដ៏សម្បូរបែបដែលមានតម្លៃសម្រាប់កម្ពុជានិងពិភពលោកបឹងនេះក៏ជាផ្ទះនិងជាវប្បធម៌រស់នៅដែលបន្តពីជំនាន់មួយទៅជំនាន់មួយបឹងទន្លេសាបកំពុងប្រឈមមុខនឹងបញ្ហាបរិស្ថាននិងការបាត់បង់ធនធានប្រសិនបើយើងមិនថែរក្សាអនាគតរបស់វានឹងរងផលប៉ះពាល់ដោយមើលឃើញនៅគុណូបការៈដ៏ធំធេងរបស់បឹងទន្លេសាបសម្រាប់មនុស្សជាតិយើងត្រូវធ្វើសកម្មភាពរួមគ្នាដើម្បីការពារបឹងទន្លេសាបសម្រាប់អនាគតទប់ស្កាត់រាល់សកម្មភាពបទល្មើសនេសាទខុសច្បាប់នៅរដូវត្រីពងដើម្បីអភិរក្សធនធានធម្មជាតិនិងជលផលហើយខ្ញុំក៏សូមឲ្យប្រជានេសាទសហគមន៍ជាពិសេសចូលរួមចំណែកក្នុងការអភិរក្សនេះកិច្ចការនេះគឺជាកិច្ចការសំខាន់នៅក្នុងខែពងត្រីពងនេះខែបិទនេសាទបឹងទន្លេសាបបានផ្ដល់ជីវិតដល់យើងជាច្រើនជំនាន់ថ្ងៃនេះជាពេលដែលយើងត្រូវដឹងគុណនិងថែរក្សាដើម្បីឲ្យប្រភពជីវិតនេះបន្តរស់នៅសម្រាប់កូនចៅជំនាន់ក្រោយ